គិតថាការរក្សាសុវត្ថិភាពគឺយើងគ្មានទំនុកចិត្តតែម្ដងបាទសូម្បីតែក៏អរិយកងទ័ពយើង18នាក់មានបទឈប់បាញ់ហ្នឹងគាត់នៅចាប់យកធ្វើចំណាក់ខ្មាំងបានសូម្បីតែគាត់និយាយជាការទូតជាលក្ខណៈសាធារណៈរហូតដល់ថាអន្តរជាតិក៏នៅកលិចនៅកុហកបានចូលនាំមកធម្មនិយាយជាមួយយើងអតពលិកថាអីគាត់មិនអាចកុហកបានខ្ញុំគិតថាពិបាកនឹងជឿជាក់មកដល់ពេលនេះជាតិសាសន៍មួយហ្នឹងគឺយើងមិនអាចជឿជាក់គាត់បានព្រោះអីយើងឃើញអ្វីដែលធ្វើកន្លងមកគឺល្បិចល្បន់ច្រើនណាស់ប្រភេទកីឡាគុនខ្មែរនឹងមិនចូលរួមការប្រកួតSEA Games លើកទី33នៅប្រទេសថៃលើកនេះទេបាទចុះអាយដាមមានជ្រាបទេសម្រាប់ក្រុមប្រភេទកីឡាផ្សេងទៀតអាចនឹងទៅទេឬមកក៏មិនទៅទាំងអស់តែម្ដងចាអាយដាមនេះខ្ញុំគោរពជំរាបសួរអាយដាមឃើញអាយដាមនេះខ្ញុំស្រីទៀងពីនេត្រាផលអាយដាមនេះខ្ញុំសូមបញ្ជាក់ព័ត៌មានមួយទាក់ទងទៅនឹងការប្រកួតSEA Gamesលើកទី33នៅប្រទេសថៃថាតាមមកដល់ពេលនេះកីឡាករគុនខ្មែរអាចនឹងបញ្ជូនទៅប្រកួតទេចា៎បាទមកដល់ពេលនេះយើងបានទទួលដំណឹងពីក្រសួងអប់រំយុវជននិងកីឡានិងគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាថាប្រភេទកីឡាគុនខ្មែរនឹងមិនចូលរួមការប្រកួតSEA Gamesលើកទី33នៅប្រទេសថៃលើកនេះទេបាទចុះអាយដាមមានជ្រាបទេសម្រាប់ក្រុមប្រភេទកីឡាផ្សេងទៀតអាចនឹងទៅទេឬមកក៏មិនទៅទាំងអស់តែម្ដងចាអាយដាមតាមព័ត៌មានមកដល់ពេលនេះខ្ញុំឮថាមានប្រភេទកីឡាមួយចំនួនទៅចូលរួមដូចជាមានបាល់ទាត់បាទមានបាល់ទះឬក៏ប្រភេទកីឡា kickboxing ផ្សេងទៀតអតពលកម្មអីហ្នឹងសរុបទៅដូចជាមានអតពលិកប្រហែលជាជាង90នាក់ចូលរួមបាទប៉ុណ្្នឹងទេមិនទាន់ច្បាស់ថាប្រភេទកីឡាអីទេក៏ខ្ញុំឮជាព័ត៌មានថាមានកីឡាករជាង90នាក់ដែលត្រូវបានចាត់បញ្ជូនទៅចូលរួមនៅSEA Games នៅប្រទេសថៃនេះបាទអាដាមថ្មីនេះរដ្ឋមន្ត្រីក្រសួងទេសចរថៃបានធានាសុវត្ថិភាពចំពោះកីឡាករមកពីប្រទេសកម្ពុជានិងបណ្ដាប្រទេសមួយចំនួននៅក្នុងការប្រកួតSEA Gamesខាងមុខនេះប៉ុន្តែមានមូលហេតុអ្វីឲ្យពិតប្រាកដបានជាកីឡាករគុនខ្មែរមិនសម្រេចបញ្ជូនទៅប្រកួតនៅក្នុងSEA Gamesលើកទី33នៅថៃចា៎អាដាមយើងគិតថាការប្រកួតប្រភេទកីឡាគុនខ្មែរនេះភាសាកន្លងមកមានការបាត់កិច្ចច្រើនពីមួយទីថៃខ្មែរនិងមួយថៃហ្នឹងណាអញ្ចឹងគឺយើងគិតថាវាមានហានិភ័យខ្ពស់ក្នុងការកើតមានបញ្ហារាយកើតឡើងអញ្ចឹងណាហើយទី1ទី2គឺការរៀបចំSEA Gamesនៅយើងម្ចាស់ផ្ទះខាងវិគីថៃគេអត់ចូលរួមដែរប្រភេទកីឡាគុនខ្មែរឥឡូវនេះគេរៀបចំប្រភេទកីឡាមួយនៅប្រទេសថៃគឺគិតថាយើងក្នុងស្ថានភាពបែបនេះគឺយើងមិនគួរចូលរួមទេបាទស្ថានភាពក៏មិនណយផលហើយម្យ៉ាងវិញទៀតគឺគេរៀបចំនេះគឺប្រភេទកីឡាមួយដែរបាទមិនមែនគុនខ្មែរទេអញ្ចឹងការយើងរៀបគុនខ្មែរគេអត់ចូលរួមឥឡូវគេរៀបមួយវិញគឺយើងដូចជាមិនគួរចូលរួមទេបាទពីការឆ្លើយតបទៅវិញដែរហើយម្យ៉ាងវិញទៀតខ្ញុំគិតថាយើងមើលស្ថានភាពបច្ចុប្បន្នការធានាអាងវិភាគីថៃគឺអត់អាចយកជាការបានទេបាទយើងឃើញហើយកន្លងមកជារយៈពេលចុងក្រោយនៃការប្រែប្រួលតាំងពីរយៈកងទ័ពយើងធ្វើយើងមើលពីការសន្យារបស់គាត់យើងមិនដឹងថានឹងមានរឿងអីកើតឡើងទេនៅប្រទេសថៃពេលដែលអតពលិករបស់យើងទៅចូលរួមព្រោះអីទោះបីយើងគាត់សន្យារបៀបម៉េចគឺអត់ខ្ញុំគិតថាពិបាកនឹងជឿជាក់មកដល់ពេលនេះជាតិសាសន៍មួយហ្នឹងគឺយើងមិនអាចជឿជាក់គាត់បានព្រោះអីយើងឃើញអ្វីដែលធ្វើកន្លងមកគឺល្បិចល្បន់ច្រើនណាស់បាទចាអាដាមចាអាដាមសម្រាប់SEA Gamesនេះច្បាស់ណាស់ថាផ្នែកគុនខ្មែរនឹងមិនទៅចូលរួមការប្រកួតទេទី1ដោយសារការពីឆ្នាំទៅថៃក៏មិនមកប្រកួតយើងហើយទី2ជាពិសេសនោះគឺខ្លាចសុវត្ថិភាពចាហើយសម្រាប់ទំនាក់ទំនងចាសូមជឿថាសុវត្ថិភាពទី2គឺយើងឃើញស្ថានភាពនៃសង្គ្រាមការឈ្លានពានរបស់ពួកគាត់មកលើកម្ពុជានឹងយើងឃើញក៏យើងមិនគួរតែទៅចូលរួមកម្មវិធីរបស់គាត់ទេបាទហើយយើងគិតថាការរក្សាសុវត្ថិភាពគឺយើងគ្មានទំនុកចិត្តតែម្ដងបាទសូម្បីតែក៏អរិយកងទ័ពយើង18នាក់មានបទឈប់បាញ់ហ្នឹងគាត់នៅចាប់យកធ្វើចំណាក់ខ្មាំងបានចុះនាំយើងនេះធម្មតាចូលតាមយើងទៅឲ្យគាត់រក្សាសុវត្ថិភាពឲ្យមិនបានហើយសូម្បីតែគាត់និយាយជាការទូតជាលក្ខណៈសាធារណៈរហូតដល់ថាអន្តរជាតិក៏នៅកលិចនៅកុហកបានចូលនាំមកធម្មនិយាយជាមួយយើងអតពលិកថាអីគាត់មិនអាចកុហកបានអាដាមចុះសម្រាប់ទំនាក់ទំនងការទូតរវាងកីឡាករថៃនិងកម្ពុជាវិញផ្នែកបដាល់ហ្នឹងពេលនេះមានសញ្ញានៅតែអវិជ្ជមានដដែលអាចនឹងថាមានការប្រកួតឡើងវិញរវាងគូខ្មែរនិងគូថៃទេចាអាដាមគឺថាដូចយើងអាចទេបាទវាត្រូវការពេលវេលាយូរដើម្បីស្ដារនៅទំនាក់ទំនងឡើងវិញរវាងស្ថាប័នទាំងពីរហ្នឹងអរគុណច្រើនអាដាមខ្ញុំសូមជម្រាបលាចាអាដាម